អ្នកមួយចំនួនដែលព្យាយាម lobby រឿងព្យាយាមធ្វើសឲ្យទៅជាខ្មៅត្រឡប់មកជាសវិញហ្នឹងខ្ញុំមិនដឹងថាពួកគាត់កំពុងតែគិតអីទេយកអារម្មណ៍របស់ប្អូនស្រីដែលជាជនរងគ្រោះយកមកដាក់នៅក្នុងអារម្មណ៍ខ្លួនឯងយកអារម្មណ៍ជាឪពុកយកអារម្មណ៍ជាបងប្អូនដែលមានកូនមានប្អូនត្រូវបានគេបំពេញលើរូបរាងកាយនឹងយកមកដាក់នៅខ្លួនឯងហើយយើងមានអារម្មណ៍បែបម៉េចគឺចាប់ខ្ញុំជាកើតរបស់ណាមកស្បានបានមកយាយពីជនជាតិធម៌អើយសណាកូនគាត់ឡើងទីបានចង់ដៃយកទៅគាត់ក៏តែរងខ្សែដែរឯងត្រូវក្បាលវាហ្នឹងត្រូវចង់ឲ្យជាប់នោះប៉ុណ្ណោះអីកុំជឿឲ្យសោះលុះត្រាណាដែលខ្ញុំចេញមុខនៅសារព័ត៌មានខ្ញុំទទួលខុសត្រូវខ្ញុំទទួលដឹងលឺអានឹងចាំបងប្អូនជឿចោះថាខ្ញុំពិតជាបាននេះមែនតែឥឡូវនេះខ្ញុំអត់ទាន់បានទទួលយុត្តិធម៌ចំពោះលោកគ្រូមកលើក្រុមគ្រួសារខ្ញុំទេបាទកុំយល់ច្រឡំសោះបាទហើយសូមបីតែខ្ញុំបងខាងសមត្ថកិច្ចយកខ្ញុំទៅសភាប្រឹងមិញនោះគាត់ប្រាប់ខ្ញុំដែរថាលោកគ្រូធ្វើហួសហេតុពេកសូមបីតែធ្វើចលនាណាគេធ្វើចលនាទៅកន្លែងហ្នឹងបាទអត់ត្រូវនឹងច្បាប់គ្រូពេទ្យធ្វើចលនាមកអញ្ចឹងទេការបញ្ជាក់ឬការបំភ្លឺនៅក្នុងលិខិតរបស់លោកគ្រូពេទ្យជន់ផលីនិងវីដេអូដែលបានឃើញជាក់ស្ដែងនោះគឺវាមិនស៊ីគ្នាតលតែសោះព្រោះសកម្មភាពនៅក្នុងវីដេអូគឺជាសកម្មភាពញីញក់ដោយមើលទៅវាហាក់ដូចជាចេតនាពិតនៃការបំពេញតែម្ដងអញ្ចឹងកិច្ចការងារបន្តទៀតគឺពឹងពាក់ទៅលើសមត្ថកិច្ចហ្នឹងហើយលោកជួយឥឡូវតម្រង់ទិសថាត្រូវធ្វើម៉េចអីជាបន្តពីថ្ងៃហ្នឹងទៅថ្ងៃស្អែកត្រូវធ្វើម៉េចអីជាបន្តទៀតព្រោះថ្ងៃហ្នឹងបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយអញ្ចឹងសូមសមត្ថកិច្ចលោកជួយផងណាហើយល្អលពូខ្ញុំជឿជាក់លើល្អលពូបងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅនឹងជួយពាក់ព័ន្ធទៅនឹងបញ្ហានេះហើយក៏ដូចជាក្រសួងកិច្ចការនារីណែក្រសួងសុខាភិបាលនឹងផ្ដល់ភាពយុត្តិធម៌ជូនទៅដល់ពួកគាត់ដែលជាជនរងគ្រោះផងហើយភាគីខាងប្អូនស្រីដែលជាជនរងគ្រោះនេះគាត់ចង់បានសំណងជំងឺចិត្តតាមផ្លូវច្បាប់ទី1ទី2គឺទាមទារឲ្យលោកគ្រូពេទ្យឈុនផលីដែលជាប្រធានមណ្ឌលសុខភាពសត្វត្បូងហ្នឹងចេញវីដេអូសំទោសជាសាធារណៈក៏ប៉ុន្តែតាមអ្វីដែលបងស្រីបានប្រាប់យកអ្នកនាំសារមកបន្តហ្នឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសត្វត្បូងហ្នឹងបានឲ្យដឹងថារឿងសំណងគាត់អាចសងបានតែបើឲ្យចេញវីដេអូសំទោសគាត់មិនចេញវីដេអូសំទោសទេគ្រប់ជំរាបសួរប្រិមត្តជាទីគោរពនិងជាទីមេត្រីម៉ោង 5:22 នាទីថ្ងៃទី4 ខែសីហាឆ្នាំ 2026 ខណៈនេះខ្ញុំការីនិងក្រុមការងារកំពុងតែនៅខាងមុខមណ្ឌលសុខភាពសត្វត្បូងតែម្ដងហើយក៏កំពុងតែឈរជាមួយនឹងភាគីអាណាព្យាបាលរបស់ប្អូនស្រីដែលជាអ្នកជំងឺហើយត្រូវបានគ្រូពេទ្យនៃមណ្ឌលសុខភាពសត្វត្បូងបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់នៅមន្ទីរពេទ្យជ័យជំនះហើយការធ្វើ CPR ឬក៏ការធ្វើចលនាបេះដូងរបស់គាត់នឹងមិនត្រូវទៅតាមស្តង់ដារមិនត្រូវទៅតាមបច្ចេកទេសពិតប្រាកដនឹងឯងដែលបងប្អូនយើងមើលឃើញទាំងអស់គ្នាថាវាមិនមែនជាការធ្វើ CPR ប៉ុន្តែជាការបំពេញលើរូបរាងកាយឬក៏ជាការបន្លំប៉ះវគ្គដែលមិនគួរប៉ះចាក់ស្ដែងយើងមិនដាក់បន្ទុកទេប៉ុន្តែបងប្អូនយើងមើលឃើញដល់ខ្លួនឯងថាវាយ៉ាងម៉េចហើយឥឡូវនេះកុំឲ្យខាតពេលវេលាយូរព្រោះយើងថ្ងៃនេះយើងចង់ដឹងថាតើបន្ទាប់ពីម្សិលមិញមួយថ្ងៃមកហើយដល់ថ្ងៃនេះតាំងពីព្រឹករហូតមកដល់ល្ងាចហ្នឹងតើមានខាងណាខាងណីគាត់បានអញ្ជើញមកដល់ផ្ទះរបស់លោកពូហើយមានដំណោះស្រាយអីបែបណាជាបន្តហើយកុំឲ្យខាតពេលយូរខ្ញុំសូមជួបពួកគាត់បាទជំរាបសួរបងហើយពូបាទមិនដែរថ្ងៃនេះអារម្មណ៍អីអាចធូរស្បើយជាងម្សិលមិញដែរឬអត់ទេឬក៏នៅតែតានតឹងដដែលបងនៅមានចម្ងល់ព្រោះអីចង់ឲ្យគាត់បានមកដោះស្រាយឲ្យប៉ុន្តែខ្ញុំសុំតាឲ្យគាត់ចូលខ្លួនមកចេញវីដេអូសុំទោសដល់បងអូនស្រីខ្ញុំហើយនឹងសងជំងឺចិត្តបងអូនស្រីខ្ញុំនឹងបញ្ចប់រឿងតែបើអត់ទេខ្ញុំអត់សប្បាយចិត្តអញ្ចឹងណាបងបាទតែតាំងពីព្រឹករហូតមកដល់ថ្មនេះមានអាជ្ញាធរមន្ត្រីសមត្ថកិច្ចអីលោកបានអញ្ជើញមកដល់ផ្ទះមានសមត្ថកិច្ចមកសួរនាំឲ្យរួចទៅគាត់យកទៅសាលាប៉ុស្តិ៍ឲ្យគាត់ទៅសេបែបប័ណ្ណឯកសារឲ្យយើងតាមរឿងសាច់រឿងហ្នឹងហ៎បងយើងបានទៅដាក់ពាក្យបណ្ដឹងរួចរាល់ហើយចាបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយបងអញ្ចឹងឥឡូវនេះអីបានធ្វើតាមផ្លូវច្បាប់ហើយចាបងបាទប៉ុន្តែជាជំហានដំបូងសមត្ថកិច្ចឬក៏អាជ្ញាធរពាក់ព័ន្ធលោកបានណែនាំយើងឲ្យធ្វើយ៉ាងម៉េចបន្តទៀតដែរអត់ទេគាត់ណែនាំឲ្យយើងសម្រួលចា
គាត់ឲ្យខ្ញុំសម្រួលប៉ុន្តែខ្ញុំសម្រួលខ្ញុំក៏បានប្រាប់គាត់វិញថាបើសម្រួលខ្ញុំសុំតាឲ្យលោកគ្រូពេទ្យចេញជាវីដេអូហើយសុំទោសបងប្អូនខ្ញុំថាគាត់ពិតជាមានចេតនាលើបងប្អូនខ្ញុំមិនព្រោះខ្ញុំមានគ្រប់សកម្មភាពចឹងណាបងហើយនឹងសំណងផ្លូវចិត្តបងប្អូនខ្ញុំសុំតែប៉ុណ្្នឹងខ្ញុំនឹងបញ្ចប់រឿងដើម្បីឲ្យមានកេរ្តិ៍ឈ្មោះបងប្អូនស្រីខ្ញុំឡើងវិញដោយសារគ្នាបាក់ចិត្តខ្លាំងឥឡូវអត់មានចេញពីផ្ទះទេបាទមានបាត់ផ្លូវចិត្តផងហើយមានជំងឺផងហើយការយុទ្ធធម៌ឲ្យគ្នាដើម្បីឲ្យគ្នាមានមុខមានមាត់ដើរចេញមកក្រៅអត់ខ្មាស់គេបងសុំតែប៉ុណ្្នឹងទេរួចបញ្ចប់បាទតែពាក់ព័ន្ធទៅនឹងការចរចាសំណងឬក៏ចង់ឲ្យលោកគ្រូពេទ្យគាត់ចេញវីដេអូសុំទោសអីហ្នឹងតើបានជជែកគ្នាបានខ្លះហើយនៅបងបានជជែកឲ្យបងប៉ុន្តែគាត់ថាបើសំណងគាត់សងតែបើឲ្យគាត់ចេញវីដេអូគាត់អត់ចេញឲ្យបងអញ្ចឹងខ្ញុំអត់សប្បាយចិត្តទេបានន័យថាគាត់អត់ទទួលកំហុសខ្លួនឯងហើយអញ្ចឹងខ្ញុំចង់ឲ្យគាត់ទទួលកំហុសខ្លួនថាបានប្រព្រឹត្តលើបងខ្ញុំមែនដើម្បីយករដ្ឋថ្វាយបងខ្ញុំវិញបាទតែពាក្យសម្ដីដែលថាព្រមផ្ដល់សំណងតែមិនចេញវីដេអូសុំទោសហ្នឹងចេញពីមាត់របស់គ្រូពេទ្យនឹងផ្ទាល់តែម្ដងឬក៏អ្នកណាអ្នកនាំសារមកប្រាប់អ្នកនាំសារមានអីអ្នកគ្រប់គ្រងនៅហ្នឹងខ្ញុំអត់ស្ដឹងគេហៅថាមិនទេប៉ុន្តែអត់បាននិយាយមួយពេទ្យទល់មុខផ្ទាល់ហ្មងទេគ្រាន់តែជាពាក្យនាំមកនៅណាដែរពេលហ្នឹងដោះស្រាយនៅណាសាលាឃុំបងនៅខាងក្រោយសាលាឃុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាសង្កាត់សត្វត្បូងតាំងពីព្រឹកទល់ល្ងាចបងបាទចាអញ្ចឹងមានន័យថាមន្ត្រីនៅហ្នឹងគាត់ជួយសម្របសម្រួលនាំសារទៅវិញទៅមកហ៎ចាបងចាมันបានជួបខ្ញុំសម្រួលតែបានជួបពេទ្យទេជួបគាត់នៅនឹងដែរតែគាត់អត់ព្រមចេញមកបកស្រាយជាមួយខ្ញុំផ្ទាល់តែហ្មងទេតែគាត់ថាគាត់នាំពាក្យទៅវិញទៅមកអញ្ចឹងប៉ុន្តែគាត់អត់ព្រមចេញវីដេអូទេបើសំណងគាត់សងអញ្ចឹងខ្ញុំអត់សប្បាយចិត្តបងអូនខ្ញុំក៏អត់សប្បាយចិត្តវាអត់ទទួលយកបានទេបងព្រោះអីសំណងយើងលុយយើងរកបានទេប៉ុន្តែកិត្តិយសគ្នាច្បុកច្បល់ច្បាច់គ្នាអស់ចិត្តអស់ចង់ហើយគឺលុយរកបានទេតែគេឈ្មោះកិត្តិយសបងអូនខ្ញុំរកបានទេបងបាទអរគុណបងណាបាទអរគុណពូអរគុណណាប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីចឹងជ្រាបហើយនៅថ្ងៃទី4ខែសីហាឆ្នាំ2026នេះសមាជិកកិច្ចពាក់ព័ន្ធលោកក៏បានអញ្ជើញមកដល់ផ្ទះរបស់លោកពូឬក៏ផ្ទះរបស់បងអូនស្រីរងគ្រោះដើម្បីសាកសួរហើយមានធ្វើកំណត់ហេតុ1 2 3នឹងឲ្យភាគីដែលជាជនរងគ្រោះនឹងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សត្វត្បូងបាទដើម្បីធ្វើទៅតាមនីតិវិធីបាទអញ្ចឹងហើយរួចរាល់អស់ហើយប៉ុន្តែជាជំហានដំបូងគឺអនុញ្ញាតឲ្យភាគីទាំងសងខាងមានន័យថាឲ្យភាគីនៃខាងគ្រួសាររបស់បងស្រីនេះជាមួយនឹងគ្រូពេទ្យនឹងចរចាគ្នាសិនចំពោះសំណងឬក៏ត្រូវធ្វើអីបន្តហោហែហ្នឹងបាទអញ្ចឹងពួកគាត់បានចរចាគ្នាមកប្រើហើយភាគីខាងប្អូនស្រីដែលជាជនរងគ្រោះនេះគាត់ចង់បានសំណងជំងឺចិត្តតាមផ្លូវច្បាប់ទី1ទី2គឺទាមទារឲ្យលោកគ្រូពេទ្យឈុនផាលីដែលជាប្រធានមណ្ឌលសុខភាពសត្វត្បូងហ្នឹងចេញវីដេអូសំទោសជាសាធារណៈក៏ប៉ុន្តែតាមអ្វីដែលបងស្រីបានប្រាប់យើងអ្នកនាំសារមកបន្តហ្នឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសត្វត្បូងហ្នឹងបានឲ្យដឹងថារឿងសំណងគាត់អាចសងបានតែបើឲ្យចេញវីដេអូសំទោសគាត់មិនចេញវីដេអូសំទោសទេអញ្ចឹងហ៎បងចាបងចាបាទនេះគឺជាការដែលយើងទទួលបានពីបងស្រីដែលគាត់បានផ្ដល់មកជាបន្តនេះឯងបងប្អូនយើងបានស្ដាប់ដូចគ្នាដែរយ៉ាងណាមិញថ្ងៃនេះយើងបានឃើញលិខិតចំនួន2សន្លឹកដែរសរសេរដោយដៃក្នុងនោះលោកគ្រូពេទ្យឈុនផាលីនឹងបានលើកឡើងពីដំណើរហេតុដែលតាំងពីដើមទីមកនៃការទទួលប្អូនស្រីដែលជាអ្នកជំងឺហ្នឹងហើយរហូតដល់បញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះដោយលោកបានលើកឡើងថាលោកខិតខំប្រឹងប្រែងនៅក្នុងការជួយសង្គ្រោះប្អូនស្រីខ្លាំងមែនទែនហើយការប៉ះពាល់ទៅលើតំបន់ហាមឃាត់មួយចំនួនហ្នឹងគឺវាជាអចេតនាទេមិនមែនជាចេតនារបស់គាត់ទេយ៉ាងណាមិញសាធារណជនជាច្រើនក៏ដូចជាបងប្អូនយើងអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមបានមើលឃើញថារវាងការបញ្ជាក់ឬការបំភ្លឺនៅក្នុងលិខិតរបស់លោកគ្រូពេទ្យឈុនផាលីនិងវីដេអូដែលបានឃើញជាក់ស្ដែងនោះគឺវាមិនស៊ីគ្នាទាល់តែសោះព្រោះសកម្មភាពនៅក្នុងវីដេអូគឺជាសកម្មភាពញីញក់ដោយមើលទៅវាហាក់ដូចជាចេតនាពិតនៃការបំពេញតែម្ដងយើងក៏នៅតែសង្ឃឹមជឿជាក់យ៉ាងមុតមាំថាអាជ្ញាធរមានសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធនិងផ្ដល់យុត្តិធម៌យ៉ាងពិតប្រាកដជូនទៅដល់ប្អូនស្រីនិងក្រុមគ្រួសារដែលជាជនរងគ្រោះអញ្ចឹងយើងសង្ឃឹមថាអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធបន្ទាប់ពីបានចោះមកស៊ើបអង្កេត
រួចហើយនឹងផ្ដល់ភាពយុត្តិធម៌សម្រាប់ជនរងគ្រោះពិតប្រាកដបាទបងប្អូនយើងមួយចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមគាត់ឆ្ងល់ថារួចសើបរឿងអីគេទៀតផោះតាំងឃើញស្ដាយហើយហ្នឹងបាទតែចំពោះនីតិវិធីរបស់អាជ្ញាធរមន្ត្រីពាក់ព័ន្ធអាហ្នឹងជារឿងនៃកិច្ចការងារត្រូវធ្វើជាបន្តបន្ទាប់យើងអត់ថាយ៉ាងម៉េចទេអ្វីដែលសំខាន់គឺចង់បានតែយុត្តិធម៌សម្រាប់ជនរងគ្រោះពិសេសគឺក្រុមគ្រួសារនៃរបស់បងអូនស្រីតែម្ដងបងប្អូនយើងអរគុណណាស់ហើយអ្នកមួយចំនួនដែលព្យាយាម lobby រឿងព្យាយាមធ្វើសឲ្យទៅជាខ្មៅត្រឡប់មកជាសវិញហ្នឹងខ្ញុំមិនដឹងថាពួកគាត់កំពុងតែគិតអីទេយកអារម្មណ៍របស់បងអូនស្រីដែលជាជនរងគ្រោះយកមកដាក់នៅក្នុងអារម្មណ៍ខ្លួនឯងយកអារម្មណ៍ជាឪពុកយកអារម្មណ៍ជាបងប្អូនដែលមានកូនមានប្អូនត្រូវបានគេបំពេញលើរូបរាងកាយនឹងយកមកដាក់នៅខ្លួនឯងមើលតើយើងមានអារម្មណ៍បែបម៉េចជួយចាប់បាទចាក់ឲ្យបងប្អូនមើលឡើងវិញវីដេអូផ្សេងដែលមានសកម្មភាពក្នុងនោះចាក់ឲ្យបងប្អូនទាំងអស់ទទួលយកបានហើយវានៅក្មេង16ឆ្នាំទេបងអូនខ្ញុំបាទចាគ្នាមានវិបត្តិផ្លូវចិត្តស្រាប់ទៅពេលឃើញអញ្ចឹងឥឡូវអត់ចេញពីផ្ទះទេវានៅតែក្នុងផ្ទះវាពិបាកចិត្តអញ្ចឹងខ្ញុំបាទខ្ញុំសូមជម្រាបដល់ទស្សនិកជនទាំងអស់ដែលបានតាមដាននៅសារព័ត៌មាននេះខ្ញុំជាឪពុកបង្កើតរបស់ជនរងគ្រោះខ្ញុំអត់ទាន់បានទទួលភាពយុត្តិធម៌ពីគ្រូដែលបំពេញលើកូនរបស់ខ្ញុំនៅឡើយទេបាទសូមកុំច្រឡំសារព័ត៌មានអីមកផ្សាយថាកូនខ្ញុំបានទទួលសំណូកប៉ុណ្ណេះអីកុំជឿឲ្យសោះលុះត្រាណាដែលខ្ញុំចេញមុខនៅសារព័ត៌មានខ្ញុំទទួលខុសត្រូវខ្ញុំទទួលដឹងឮអានឹងចាំបងប្អូនជឿចោះថាខ្ញុំពិតជាបាននេះមែនតែឥឡូវនេះខ្ញុំអត់ទាន់បានទទួលយុត្តិធម៌ចំពោះលោកគ្រូមកលើក្រុមគ្រួសារខ្ញុំទេបាទកុំយល់ច្រឡំសោះបាទហើយសូមបីតែខ្ញុំបងខាងសមត្ថកិច្ចយកខ្ញុំទៅសភាប្រឹងមិញនោះគាត់ប្រាប់ខ្ញុំដែរថាលោកគ្រូធ្វើហួសហេតុពេកសូមបីតែធ្វើចលនាណាគេធ្វើចលនាទៅកន្លែងហ្នឹងបាទអត់ត្រូវនឹងច្បាប់គ្រូពេទ្យធ្វើចលនាមកអញ្ចឹងទេបាទសូមអរគុណបាទអរគុណអញ្ចឹងមានន័យថាគិតរហូតមកដល់ល្ងាចថ្ងៃទី4ខែសីហាឆ្នាំ2026នេះអត់ទាន់ទទួលបានសំណងអីទេបាទគ្រាន់តែថាយើងបានទៅជួបដោះស្រាយគ្នានៅសមាជិកប៉ុស្តិ៍នគរបាលរដ្ឋបាលឯណោះគាត់អ្វីស្រេចបាច់ឲ្យវាត្រូវគ្នាមិនទាន់ត្រូវគ្នាទេបាទអានេះជំរាបជូនបងប្អូនយើងឲ្យបានជ្រាបក្រៃលោកថាអ្នកណាអ្នកណីចេះតែផ្សព្វផ្សាយភូតភរកុហកថាត្រូវគ្នាហើយបានផ្ដល់សំណងប៉ុណ្ណេះឲ្យលោកពូហើយឲ្យក្រុមគ្រួសារហើយឲ្យបងអូនស្រីហើយអត់ទាន់មានទេគិតរហូតមកដល់ពេលនេះបាទជំរុំពោះផ្ទាល់ហើយបាទអញ្ចឹងនេះបញ្ជាក់ជូនបងប្អូនយើងជ្រាបទាំងអស់គ្នាហើយមួយទៀតខ្ញុំសង្ឃឹមថាសមត្ថកិច្ចជួយក្រើនរំលឹកដល់ពួកគាត់ផងដើម្បីឲ្យពួកគាត់ត្រូវធ្វើអីជាបន្តទៀតព្រោះពួកគាត់ជាប្រជាពលរដ្ឋសាមញ្ញខ្វះខ្សត់ខ្សោយចំណេះដឹងការយល់ដឹងនៅមានកម្រិតណាអញ្ចឹងបើថាឲ្យទៅរកសមត្ថកិច្ចឲ្យទៅដាក់ពាក្យបណ្ដឹងអីគាត់មិនសូវយល់ថាត្រូវធ្វើម៉េចទេអញ្ចឹងកិច្ចការងារបន្តទៀតគឺពឹងពាក់ទៅលើសមត្ថកិច្ចហ្នឹងហើយលោកជួយឥឡូវតម្រង់ទិសថាត្រូវធ្វើម៉េចអីជាបន្តពីថ្ងៃហ្នឹងទៅថ្ងៃស្អែកត្រូវធ្វើម៉េចអីជាបន្តទៀតព្រោះថ្ងៃហ្នឹងបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយអញ្ចឹងសូមសមត្ថកិច្ចលោកជួយផងណាហើយល្អអ៊ំលពូខ្ញុំជឿជាក់លើល្អអ៊ំលពូបងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅនឹងជួយពាក់ព័ន្ធទៅនឹងបញ្ហានេះហើយក៏ដូចជាក្រសួងកិច្ចការនារីណែក្រសួងសុខាភិបាលនឹងផ្ដល់ភាពយុត្តិធម៌ជូនទៅដល់ពួកគាត់ដែលជាជនរងគ្រោះផងអរគុណបងប្អូនប្រិមត្តទូរទស្សន៍បាទសូមសំពុះបន្តិចចុងក្រោយខ្ញុំសូមអរគុណដល់ក្រសួងសុខាភិបាលដែលជួយចុះមកព្រឹកមិញនោះបាទដើម្បីគាត់ផ្ដល់សេវាឲ្យកូនខ្ញុំទៅមើលជំងឺដោយគាត់អត់ឲ្យគិតអីទាំងអស់ឲ្យតែមើលជំងឺឲ្យកូនខ្ញុំមកជាគាត់នឹងទទួលខុសត្រូវទាំងអស់នៅលើសេវាពេទ្យសេវាអីគាត់ជួយទាំងអស់ឲ្យយកបងទៅមន្ទីរពេទ្យអញ្ចឹងបានន័យថាខាងមន្ទីរមកព្រឹកមិញហ្នឹងគាត់ឲ្យអូនស្រីទៅព្យាបាលទៅអត់មានគិតលុយគិតកាក់អីទេអីទាំងអស់គាត់អ្នកទទួលខុសត្រូវទាំងអស់គាត់ទទួលខុសត្រូវប៉ុន្តែបែរជាពេទ្យដែលកុំយំបងខ្ញុំហ្នឹងបែរជាគាត់អត់ព្រមចេញមុខសោះខាងសុខាភិបាលពេទ្យគាត់ទទួលយកបងអូនខ្ញុំថាគាត់មានជំងឺអញ្ចឹងមែនហើយរួចទៅគាត់ឲ្យតែព្យាបាលក៏អត់កាត់ថ្លៃទាំងថ្លៃសេវាអីលើគាត់ទាំងអស់គាត់ព្រមទទួលស្គាល់ទទួលយកប៉ុន្តែហេតុអ្វីបានជាលោកគ្រូពេទ្យឈុនផលីគាត់គ្រាន់តែចេញជាវីដេអូឲ្យបងអូនខ្ញុំមានទឹកចិត្តរស់ឡើងវិញមិនគាត់មិនព្រមបាទអរគុណច្រើនណាបងស្រីពូបាទអរគុណចឹងបងប្អូនបានស្ដាប់ណានេះទឹកចិត្តអារម្មណ៍ពិតរបស់សាច់ញាតិក្រុមគ្រួសាររបស់ឪពុករបស់បងស្រីហើយខ្ញុំមិនទាន់បានទៅសួរនឹងបងស្រីផងខ្ញុំមិនទៅប៉ះពាល់គាត់ទេដើម្បីកុំឲ្យអារម្មណ៍របស់គាត់នឹងមកពិបាកបន្តទៀតព្រោះគាត់កំពុងតែព្យាយាមសម្រួលអារម្មណ៍គាត់ហើយ